ok បាទជំរាបសួរទស្សនិកជនដែលកំពុងតែទស្សនា TV SB នៅម៉ោងនេះគឺម៉ោង 11:30 នាទីទៅហើយដោយសារមានកិច្ចចាប់បាច់ករណីពិសេសខ្ញុំបានទទួលព័ត៌មានមួយដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺខ្ញុំបានតំណែងអ្នកនាងរ៉េនសុធារីបាទហៅនាងខ្មុកដែលជាម្ដាយបង្កើតរបស់ក្មួយប្រុសអឿនសុខេងដែលកំពុងតែជាប់ពាក់ព័ន្ធនឹងករណីសម្លាប់ម្ដាយចុងគឺម្ដាយក្រោយរបស់លោកហុងដានាយហុងដាហើយប្រពន្ធនាយហុងដាហើយជាមួយគ្នានោះនាងខ្មុកនរណាក៏ស្គាល់ដែរគាត់ជាតារាកំប្លែងជាមួយលោកតាកុយហើយជាក្រុមកំប្លែងជាមួយលោកហុងដាដែរហុងដាជាអតីតប្តីបាទដែលអតីតជាស្វាមីរបស់គាត់បាទទស្សនិកជនឥឡូវត្រឡប់មកជួបគាត់តែម្ដងដោយសារជាកិច្ចចាំបាច់ហើយគាត់ទើបតែដឹងដំណឹងថាកូនប្រុសគាត់នឹងមានបញ្ហាគឺពាក់ព័ន្ធនឹងសម្លាប់ម្ដាយក្រោយហើយគាត់ដឹងដំណឹងតែគាត់រស់នៅខេត្តបន្ទាយមានជ័យបាទហើយគាត់កំពុងធ្លាក់ខ្លួនមែនទែនសប្តាហ៍នេះដាច់បាយហើយក្រោយពីដឹងដំណឹងថាប្តិតកូនប្រុសរបស់គាត់ដែលជាមួយលោកនាយហុងដានោះបានជិះរថយន្តទាំងយប់មកដល់ហើយខ្ញុំក៏បានដឹងដំណឹងពីបងប្អូនមហាជនក៏អ៊ីនបុកមកខ្ញុំក៏បញ្ញាប់តាក់ទងបងប្អូនហើយតាក់ទងទៅនាងខ្មុកហើយក៏បានជួបដោយបំណងមែនឥឡូវយកមកដល់ការិយាល័យ TV SB តែម្ដងក្នុង studio តែម្ដងខាងក្រោយនេះខ្ញុំនេះហើយនៅស្ដាំដៃខ្ញុំនេះគឺអ្នកនាងរ៉េនសុធារីហៅនាងខ្មុកបាទជំរាបសួរនាងខ្មុកបាទខ្ញុំជាដំបូងសូមឲ្យនាងខ្មុកជួយរាប់រៀបថាអ្នកនាងឈ្មោះអីពីដើមមកឈ្មោះដើមហើយហៅនាងខ្មុកហើយអតីតជាប្រពន្ធនាយហុងដាតារាកំប្លែងដូចគ្នាបាទចាសូមជម្រាបសួរពុកម៉ែបងប្អូននិងទស្សនិកជនទាំងអស់ដែលតែងតែគាំទ្រនឹងខ្ញុំពីមុនមកចានេះខ្ញុំឈ្មោះរ៉េនសុធារីហៅខ្មុកអតីតប្រពន្ធនាយហុងដាចាដែលលេងកំប្លែងជាមួយនឹងក្រុមចានាយកុយនិយាយត្រង់ចេញហើយរយៈពេលដែលនាងខ្ញុំបាត់មុខរយៈនេះគឺនឹងខ្ញុំទៅរស់នៅខេត្តបន្ទាយមានជ័យហើយនឹងខ្ញុំក៏អត់មានអីធ្វើដែរឥឡូវនេះគឺនឹងខ្ញុំទៅនោះធ្វើការបានតែមួយពេលរស់តែមួយពេលនឹងដាច់ពោះហើយគាត់ទៅលើដំណឹងថាកូនខ្ញុំគាត់ធ្វើសកម្មភាពអញ្ចឹងនឹងខ្ញុំសង្ឃថាលឺភ្លាមនឹងខ្ញុំនឹងមកភ្លាមប៉ុន្តែនឹងខ្ញុំអត់មានលុយនឹងសហុយឡានហើយនឹងលុយបាយតាមផ្លូវដល់ពេលនេះមកនឹងខ្ញុំខ្ចីគេសម្រាប់ទៅថ្លៃឡានហើយនឹងចង់មកឃើញមកកូនតែប៉ុណ្្នឹងឯងបាទសូមអ្នកនាងថាបានតំណែងនឹងតាមរយៈណាហើយទើបតែដឹងតំណែងពីល្ងាចមិញឬមួយកថ្ងៃណាបានឡើងមកពីខេត្តបន្ទាយមានជ័យបានដំណឹងហ្នឹងពេលដែលថ្ងៃលោកហុងដាគាត់អូជាប្រពន្ធគាត់ចាហើយខ្ញុំសឹងនឹងមកទាំងយប់ព្រាមតែខ្ញុំអត់មានលុយមានកាក់អីទេខ្ញុំតម្រុំនឹងខ្ចីលុយគេជិះឡានមកបានជួបកូនអញ្ចឹងហើយខ្ញុំក៏អូទេខ្ចីលុយគេប្រមាណនៅនេះខ្ញុំខ្ចីលុយគេ500 បាតជាលុយបាតហើយយើងយកមកដូរជាលុយខ្មែរបានជិះឡានមកខ្ញុំមកដល់នេះយកហើយដែរបានមកដល់ម៉ោងម៉ាត់មកដល់ម៉ោង6ល្ងាចចាហើយខ្ញុំនៅបានតំណែងនេះគឺម៉ោង9ម៉ោង10ជប់ទៅហើយដោយគេបានទូរស័ព្ទនិង inbox មកឲ្យខ្ញុំត្រឡប់ទៅសួរអ្នកនាងវិញថាត្រឡប់ទៅខាងក្រៅវិញថាអ្នកនាងធ្លាប់
យកនាងហុងតាជាស្វាមីហើយក្រោយពីកើតរឿងរ៉ាវមកហើយនាងបានលេងលះគ្នានឹងតាំងពីកូននឹងនៅអាយុប្រមាណកូនដែលកំពុងមានរឿងរ៉ាវនេះឈ្មោះអឿនសុខេនហៅកូននិចនេះចា៎បាទខ្ញុំលេងលះជាមួយហុងតាកូនប្រុសខ្ញុំអាយុ10ឆ្នាំហើយកូនប្រមាណណាកូនខ្ញុំ2នាក់ជាមួយហុងតាអញ្ចឹងកូនសុខេននឹងអាយុប្រមាណសុខេនគាត់ទៅតែអាយុ15ឆ្នាំនេះគាត់ចូល16ឆ្នាំអញ្ចឹងចា៎ហើយអ្នកនាងអាចបញ្ជាក់បាននៃការលេងលះនឹងលេងដោយសាររឿងអីលេងលះនឹងមានមូលហេតុច្រើនប៉ុន្តែខ្ញុំចង់បកស្រាយអត់ចង់និយាយច្រើនចង់បកស្រាយថាគ្រូសាម្នាក់ជាគៀងឲ្យផ្ទះអ្នកណាភ្លឺផ្ទះអ្នកណាហើយបើយើងផ្ទះដៃមកខាងក៏វាមិនលឺដែរបាទចាជួយស៊ូមឲ្យចូលមុខអ្នកនាងខ្មឹបពេញនេះបញ្ជាក់ថាអ្វីដែលដឹងកើតឡើងពីមុនមកដែលថាខ្ញុំផាត់ប្តីគឺគ្មានទេបាទចាគឺគ្មានទេហើយអញ្ចឹងខ្ញុំមកនេះគឺខ្ញុំចង់តែមកជួបមកកូនប្រុសខ្ញុំតែប៉ុណ្្នឹងឯងតែមុននឹងមកនេះខ្ញុំតម្រុំរោគខ្ចីលុយគេបានមកខ្ញុំអរគុណអ្នកឲ្យខ្ចីលុយហើយខ្ញុំអរគុណបងអូនស្រីខ្ញុំដែលជួយឲ្យបាយឲ្យតកូនប្រុសខ្ញុំសពគ្រប់រ៉េនសុភារាហើយនឹងបងអូនប្រុសខ្ញុំរ៉េនរស្មីហើយតអរគុណដែលបានបងអូនឲ្យកន្លែងស្នាក់នៅខ្ញុំមកនេះគឺគ្មានកន្លែងស្នាក់នៅទេហើយក៏គ្មានលុយដែរសូម្បីតែចុះពីឡានក្រុងមកក៏ទៅសុំលុយអូនអត់ថ្លៃម៉ូតូដុំដែរគឺខ្ញុំអត់ណាខ្ញុំនៅនោះគឺខ្ញុំស៊ីឈ្នួលច្រកស្រូវច្រកអីគេបានមួយថ្ងៃតែ10000សម្រាប់ទុកផ្ទាល់នឹងជីវភាពជុំកាលក្នុងតាំងកអ៊ីនធឺណិតអត់ដើរក្នុងការងារដើរបងដើរអញ្ចឹងខ្ញុំនិយាយមិនចឹងទេពួកអីខ្ញុំអត់ទឹកចិត្តខ្ញុំពិបាកចិត្តហើយខ្ញុំវេទនាណាស់អ្នកខ្លះគេថាខ្ញុំលេងពីហុងដាទៅខ្ញុំបានប្តីអាដាមប៉ុន្តែការប៉ັດគឺមិនមែនទេពេលដែលខ្ញុំលេងពីហុងដាទៅខ្ញុំទៅរស់នៅខេត្តបន្ទាយមានជ័យឲ្យប៉ាខ្ញុំគាត់ចាំពេលដែលគាត់ទៅស្លាប់រហូតមកដល់ឥឡូវខ្ញុំអត់មានកន្លែងនៅទេគឺខ្ញុំសុំគេស្នាក់នៅហើយខ្ញុំកម្មករគេរកមកពេលហូបពេលមិនចង់គ្រប់ផងអញ្ចឹងបងប្អូនដែលអ្នកមើលក៏ដឹងអញ្ចឹងបើខាងខេត្តបន្ទាយមានជ័យវិញគឺគាត់ស្គាល់ភ្នំធំផ្ទះខ្ញុំនៅកន្លែងគេបាញ់ថ្មហ្នឹងឯងនៅខាងលិចជើងភ្នំធំនៅចកាគេហ្នឹងឯងគឺខ្ទមមួយតែអញ្ចឹងបងប្អូនទាំងអស់គ្នាខ្ញុំអត់ណាខ្ញុំគ្មានពីមុនមកបាទមានរឿងខ្ញុំម្ដងដោយសារតែលោកអគ្គនាយកបាទគាត់មិនសូវស៊ីជម្រៅដូចខ្ញុំស៊ីជម្រៅឲ្យខ្ញុំអ្នកធ្វើរឿងនឹងច្រើនហើយខ្ញុំបានតាមដានសង្គម Facebook ច្រើនពេលដែលខ្ញុំ live ជាមួយនឹងលោកហុងដាម្ដងគឺឃើញមានប្រិយមិត្តច្រើនជេរទៅអ្នកនាងបាទបងស្រីខ្មឹបថាជាស្រីផិតប្តីបានកូនកើតមកសាហាវដូចខ្លួនហើយថាបងខ្មឹបហ្នឹងម្នាក់ថាគាត់រស់នៅអាមេរិកទៅមានប្តីរស់នៅអាមេរិកជាក់ស្ដែងហើយនេះអាមេរិកណាបងស្រីមិននៅខេត្តណានៅភ្នំធំជ័យហើយខាងលិចគឺភ្នំធំបាទនៅខេត្តបន្ទាយមានជ័យទេមិនមែននៅអាមេរិកដោយការលើកឡើងរបស់ប្រិយមិត្តដែលនិយមតាមដាន TV Facebook ទេសូមឈប់ជេរគាត់ទៀតទៅកូនគាត់បានជាប់គុកហើយម្នាក់ចេះតែជេរថាគាត់នឹងផិតប្តីទៅរស់នៅអាមេរិកចោលកូនចោលប្តីឥឡូវនេះប្រិយមិត្តទស្សនាគឺគាត់នៅឯបន្ទាយមានជ័យទេនៅឯជើងភ្នំផងនៅជើងភ្នំធំឥឡូវមើលនេះខ្ញុំមកគាត់មកដល់ជួបខ្ញុំនៅការិយាល័យដំបងខ្ញុំមើលគាត់សឹងតែមិនស្គាល់ប្រិយមិត្តខ្ញុំមិនជឿថាជាបងស្រីខ្មឹបផងមកដល់ឃើញគាត់សម្បុរបាទស្អាប់ដល់កមកបងស្រីខ្ញុំចង់ឲ្យបងបញ្ជាក់
ជុំវិញការដែលគេចោទប្រកាន់ថាបងផិតប្តីទៅនៅអាមេរិកសោយសុខជាមួយនឹងប្តីថ្មីនៅអាមេរិកអីហ្នឹងបងជួយបញ្ជាក់តិចមើលវាជាការពិតទេបងចាខ្ញុំសូមបញ្ជាក់ឲ្យនឹងជូនពុកម៉ែបងប្អូនទាំងអស់ថាខ្ញុំគ្មានផិតប្តីខ្ញុំទេហើយខ្ញុំក៏មិនបានមានប្តីទៅនៅអាមេរិកឯដែរគឺខ្ញុំទៅធ្វើស្រែធ្វើចការនៅជើងភ្នំខ្ញុំស៊ីឈ្នួលគេទេមិនមែនដីរបស់ខ្ញុំទេហើយក៏ខ្ញុំសុំផ្ទះគេនៅដែរអញ្ចឹងអ្វីដែលសារព័ត៌មានគាត់ថាខ្ញុំទៅអាមេរិកគឺមិនមែនការពិតទេការពិតគឺខ្ញុំវេទនាប្រហែលឆ្នាំហើយខ្ញុំសុខចិត្តលះបង់ពីការលេងកំ pl ែងខ្ញុំទៅនៅរស់នៅសុខចិត្តស៊ីឈ្នួលគេខ្ញុំសុខចិត្តកិច្ចបេះពីសារព័ត៌មានទាំងអស់ប៉ុន្តែលើកនេះដោយសារកូនប្រុសខ្ញុំគាត់មានរឿងអញ្ចឹងខ្ញុំសុខចិត្តខ្ចីលុយគេមកមើលមុខកូនប្រុសខ្ញុំហើយក៏ខ្ញុំនឹកកូនខ្ញុំដែរបាទបងខ្ចីលុយហ្នឹងដើម្បីមកមើលកូនប្រុសចាបាទឥឡូវបានមើលនៅបងហើយជាស្អែកបានទៅមើលចាព្រោះខ្ញុំមកដល់ពេលខ្ញុំមកដល់ថ្ងៃនេះគឺយប់ហើយមកចាំឲ្យបងស្អែកពេលព្រឹកគឺខ្ញុំទៅជួបកូនប្រុសខ្ញុំទុកឲ្យលោកអគ្គនាយកហ្នឹងបាទខ្ញុំចង់បញ្ជាក់អ្នកនាងបន្តិចត្រឡប់ថយក្រោយវិញគណៈពេលដែលអ្នកនាងឆ្លុះទោះទេខ្ញុំមិនស៊ីជម្រៅថាពេលដែលលះលែងជាមួយលោកនាយហុងដាហ្នឹងលះលែងដោយមូលហេតុអីដែរហើយហេតុអីអ្នកនាងជាស្ត្រីខ្មែរដាច់ចិត្តឲ្យកូនទាំងពីរនាក់ដែលជាកូនជាទីស្រឡាញ់ទៅឲ្យនាយហុងដាវិញអ្នកនាងបញ្ជាក់ពីករណីនេះបាទរឿងហ្នឹងដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងធម្មតាគ្រួសារតែយើងរស់នៅមិនចុះសម្រុងមួយគ្នាហើយអ្វីដែលយើងនិយាយគ្នាមិនស្ដាប់ហើយមានតែចែកផ្លូវគ្នាតែលោកហុងដាក៏សុំកូនទៅចិញ្ចឹមហើយខ្ញុំក៏ព្រមឲ្យគាត់ទាំងពីរខ្ញុំសុខចិត្តឲ្យចេញអស់ប៉ុន្តែខ្ញុំចង់និយាយនឹងមកថាខ្ញុំមិននឹកស្មានតែខ្លួននោះហ្នឹងខ្ញុំទុកចិត្តហុងដាគាត់ជាឪពុកល្អម្នាក់ដែរមិនក៏គាត់បដ ாய் កូនឲ្យទៅជាអញ្ចឹងបាទចំណុចនេះខ្ញុំកាត់ដែលមានតិចថាកូនប្រុសដែលកំពុងតែមានរឿងរ៉ាវនេះឈ្មោះសុខេននេះការនៅមួយអ្នកនាងនឹងតើមានខូចខលអីឬមួយក៏ល្អដូចលោកហុងដានិយាយទេគាត់អត់មានខូចខលទេគឺគាត់ជាក្មេងរៀនឆ្លាតហើយគាត់ល្អណាស់ហើយស្ដាប់អវាទឪពុកម្ដាយស្ដាប់ខ្ញុំស្ដាប់ហុងដាជាពិសេសគឺស្ដាប់ហុងដាបាទហើយដល់ពេលដែលខ្ញុំលេងលះគ្នាទៅមិនដឹងថាគាត់គិតយ៉ាងម៉េចបានជាគាត់ទៅដល់ថ្នាក់ញៀនឆ្នាំដល់ថ្នាក់ហ៊ានធ្វើអ្វីដែលខ្ញុំស្មានមិនដល់ថាកូនខ្ញុំហ៊ានធ្វើអញ្ចឹងបាទហើយតាំងពីលេងលះមកកូនប្រុសដូចជាអ្នកនាងយើងដែលមកលេងគ្នាតំណាក់តំណងអីគ្នាវិញទេមិនដែរទេគាត់ខ្ញុំទេតាមទូរស័ព្ទខ្ញុំធ្លាប់ទេជួបកូនខ្ញុំហើយនឹងពេលឆ្នាំមុនដែលហុងដាគាត់ឡើងទៅអូស្ត្រាលីហ្នឹងកូនខ្ញុំជាមួយប្អូនស្រីហុងដាឈ្មោះចិន្តាទួនចិន្តាហើយនឹងកូនប្រុសរបស់គាត់ឈ្មោះខ្វានគាត់ធ្លាប់ទៅលេងជាមួយនាំកូនខ្ញុំទៅនៅវត្តដងរុនចាឆ្នាំមុនមិនឆ្នាំនេះទេឆ្នាំមុនមួយទៀតខ្ញុំក៏បានទៅជួបកូនខ្ញុំដែរហើយក៏ខ្ញុំបាននិយាយអីសុខទុក្ខគ្រាន់តែខ្ញុំអោបកូនហើយថតជាមួយកូនតែប៉ុណ្្នឹងហើយខ្ញុំទៅច្រៀងទៀតបានជួបគ្នាប្រហែលនាទីប្រហែលម៉ោងទៅហើយជាកន្លះម៉ោងខ្ញុំក៏សួរសុខទុក្ខកូនកូនឯងមានសុខសប្បាយអត់កូនឯងធំហើយឲ្យចិត្តមួយចិត្តពីរហើយមានអប់រំកូនអីយ៉ាងចាខ្ញុំនិយាយអប់រំកូនថាកូនឯងត្រូវស្ដាប់ប៉ាអ្វីដែលកូនឯងត្រូវរៀនកូនរៀនហើយកូនឯងធ្វើដូចពីទូចដែលធ្វើតែកូនឯងធ្វើអ្វីដែលស្ដាប់ម៉ែឪពីមុនមកកូនឯងត្រូវស្ដាប់កូនឯងម៉ាក់នៅឆ្ងាយណាស់ម៉ាក់មិនបានជួបកូនឯងទេខ្ញុំថាអញ្ចឹងកូនក៏ឆ្លើយបានម៉ាក់អត់ខ្ញុំសួរសំណួរស៊ីជម្រៅមួយលោកអគ្គនាយកសំណួរដែលមហាជនចង់ដឹងពេលនេះពេលបងឯងបែកគ្នាជាមួយនឹងបងប្រុសហុងដាហ្នឹងមានប្តីថ្មីខ្ញុំមានបាទខ្ញុំមានប៉ុន្តែខ្ញុំលេងគ្នាទៀតហ្នឹងហើយឥឡូវខ្ញុំរស់នៅតែពីរអ្នកម៉ែកូនខ្ញុំស្រីក្រោយមួយទៀតអាយុប្រហែលឆ្នាំ2ឆ្នាំជាងឈ្មោះអីគេកូនខ្ញុំឈ្មោះរ៉ាន់ម៉ារីនីតបាទឥឡូវគាត់ទៅណាហើយកូនស្រីខ្ញុំគាត់នៅទីប៉ាធរគាត់ពេលមកខ្ញុំ
bà thô còn nợ quậy còn thọp chui từ đo cô chui ấy á để còn nợ con ngá bông sấy nhưng mà vậy nhưng sẽ có nguồn mà nửa tiền vậy cũng bậc can nhưng ở đây mà hai chun quạt bông ở trong đây nhưng bông ăn quay mơ comment mà hai chun hôn quạt ham mua là hết ấy ban vào ngày lên lẹ chỉ mùi nằm bông không đai để vô đây mình bởi chứ ai vô mới đôi nhung dây chân anh vô luôn đâu mình cho sầm rong mùi khni hai nhung sốc chất lên vì sao là bạn là hô từ đó gì chnu là cái thua sai thua chỉ ca chẳng mình đây thằng không cứ xa nhung nhung lại từ rồi nhung lại mình cho sầm rong chùm nách na mà chui bị chạm mình tích mà cũng ai mà hai chôn con nơi tại cho bậc can một ai hai một ai nơi tại chiêu mình sấy phật vào đấy nè pin Facebook cùng online con lên là bài nói năng không hay đang sấy con mình sấy tập bắt ở đây nhung ham con còn stop nhung ham tha bóng bài lên là bài rồi lên tới con tay bộ bài mình sấy rồi con mình tên đâu thì chân bài của tôi và tương sấy bài xong lui thư cho tôi ấy bàn tình cho tôi nhảy nơi sân tới cho bài cực của được nên mình ham thế ở đây nhung ham trong vậy thay bộ mình sấy mình tới nhưng về trong một mắt thả nhưng xin nông cái hay nhưng tinh nông cái hay lui cái thân anh ấy nhưng mình nhưng bạch vẹn con đừng ấy xem tiếp chẳng con này trong mình đọc nhung một hai để nhung thử lên cái từ trường lắm lớn dương nhung trong cái chết mình cua đấy bộ mà hai chân cả lo mau cứ bàn quay bà hà một tờ lư nè điên khăng mình tên viên tới chia nè điên nâng phật ni hòn đá từ vô đây là mình đây mình cầm một định nơi không vật thể campuchia dương tiền nè hai ban từ riêng ca cơn trai sập bọt ca trai ấy tiền rương nâng niên bị chạy cho bám mắt ẩm bay oi mà hai chân cặp bông người tu sana TVSB này bố ni like còn to mình men đôi nhạc cassette đầu tiên sầm phiên niên thì giấy đắp từ tờ xe mà bay rương mua tờ xe bay thế nè niên thì giấy xong bây giờ nè niên óc của lư đài mình bắt đi giấy thế xong bây giờ cần đá của lư đài chân nè niên bị chắc trong đó nước là bay oi mà hai chân còn oi than nè niên nâng vai và hai nè niên thật đây cross ra nó sẽ mẹ từ tay cái mày ở đây khi nhau mưa mục nè niên ấy sân tay mình score từ hai có bàn tay nè niên bị chắc mưa tha nè niên mình ban phải vào đây tê cứ nè niên luôn nơi đôi mình cho sòng rong kia đôi xa ta ẩm bánh mấy nhá nè niên bị chắc tha máu bị niên ông ta nâng miền sấy lên là bay xì son nè niên prap mình sẽ đáp ba chân miên tại trai plei kia à đấy chia sứt rồi viên sợi dây đừng bỏ thì cả hai chúng vô kia ở bán miên tại ca lấy lẹ kia ba chơi tại đó chân xong bị chạm prap phục mai bông ôn tôi xin được chôn này cái phong để tôi xin ăn này lại ní nâng chụp vô ní phong đáy nhưng trong phép thà khơi nhóm mình ban thật phong đa thế hơi khơi nhóm có mình ban thiệp cá chạy sửa bớt từ na đáy cứ khơi nhóm rồi từ tiền miền cháy giống từ đó lúc cứ giống gì chúa trọ sao rồi kế nông thưa ca đâm bà lại đông ấy nên đừng chương nông thòng hơi bịa để chăm ram thang nên nhom miền vào đây nam rồi chạy một ca chạy ấy cứ mình miền đấy anh ấy cũng nhom bị chẹt cam bật chào o côn là điên để bị chẹt tu sinh cái chuyện sống ở ban chỉ điệp là điên mập ba ban bị chẹt cho bà hỏi than là điên mình ban phật vào đấy rốt cho vào đây hao từ riệp ca chạy thiệp ca ấy thì anh ấy khi ông vậy ta là điên tiền có bàn tay khi nhom xua là điên từ mục tiêu thà cả nạp pe để điên lên đi hông đá đó khoảng man chín năm ban là điên từ vô xòa mày đại bạch trạng mình thầm là hốt âm miên côn à dụ bạch trạng này 4 năm ba bạch trạng tính mà nhom lên hông đá tới nhom ca nước ta ở con slap đấy lục chỉ vẫn xôi của tôi slap đấy bây giờ nhom lên hông đá phim cứ nhom tần nó slap khung bằng trọ khung nông tối sau cùng cô bơi thay bằng tiền mình chỉ chào nơi ba nhung còn trong là hốt đo pe để nhung để thằng cắt chất ban là vay để thao thò mà đam nước sấy miền riêng trắng của bộ bạc chật trắng hói pe để nhung cắt chất ban tổ đoàn nhung cắt chất ban ba nhung còn luôn luôn đó pe để có một thôn slap
chẳng hơi là hôn mà ban mà năm cả la nhom lang mà pin mà đong tiết nhom trôi chiêm nơi bộ pha đây thì nì nơi tụ cổ là hôn mà ban pan còn thư chăm tới nhom chiêm phong nhom trôi mà vùng pơ nhom chọc mang đọc phi nhom chiết pe từ mơ pan nhom đọc pe ở chất muốn pe cái tụ vilia chất muốn sao pe nhé chẳng ai đọc pe hai nhom ở người không nhom mơ pa là hôn đo mong của mùi khư và nhom tôi sầm rạ tí tới bạn nhom chua bài thứ chọc mà oi pa nơi pe nằng chẳng hay phía khác miền nè po là miền khác còn cho cái sai pi nhom nắng thay nhom nắng ở ban từ mưa pa ở ban từ ấy cứ khâu hay chẳng nhom trong bộ sai thay riêng nắng nhom chỉ riêng chọc pi bộ pa đi thì này tôi câu tôi xem từ mưa ấy nhom nó đỏ plưng ban nhom một đẹp ban nhom một sầm rã nữa chà và tôi mau có nhom cục chư đâu cục có slap tôi có nhom khơi cho nhom ta nâng là hồ nâng hai một tiền bên chạy là hồ đó đỏ lời này hỏi việc cha mà làm là tha nhom cao đây nào mà đây chạy thiên cao chạy ấy cứ mình men cao bật đánh hạt bờ nhom miệt đây nào mà đây mình men nhom con nạn đi cái lẽ không nó nạn đi chàคุณnày không được đại bị chẹtเขาbị tại toàn bị chẹt tha để niêng pe để chạ trên bị spa mấy tớiประมาณឆ្នាំបានយកស្វាមីក្រោយហេតុអីបានសម្រេចចិត្តថាបើយកស្វាមីថាលោកលាយហងតាងថាខុសចុះហេតុអីក៏ចង់បានស្វាមីក្រោយនេះក៏លោកវាខុសទៀតឥឡូវខ្ញុំឮថាលេងលះទៀតចាឥឡូវខ្ញុំចង់បញ្ជាក់ថាគណៈពេលដែលលេងពីលាយហងតាទៅប្រហែលឆ្នាំបានទៅយកស្វាមីហ្នឹង4ឆ្នាំបាទទស្សនិកជនបានយល់ហើយថាគាត់លេងបាន4ឆ្នាំបានគាត់ទៅយកស្វាមីហេតុអីបានអ្នកនាងយកស្វាមីក្រោយហ្នឹងខ្ញុំគិតថាមនុស្សស្រីនៅម្នាក់ឯងគេមើងងាយហើយម្យ៉ាងក៏យើងស្រីជាទុនខ្សោយមួយដែរបើសិនជាម្នាក់នឹងអាចគ្រប់គ្រងយើងអាចចំយើងបានខ្ញុំអាចពឹងពាក់គាត់បានខ្ញុំសម្រេចចិត្តបានខ្ញុំសម្រេចចិត្តថាខ្ញុំយកគាត់សន្តែទីបំផុតចង់និយាយថាដូចពាក្យចាស់គាត់ថាធ្វើស្រែខុសមួយឆ្នាំគឺវាខុសរហូតហើយអញ្ចឹងដូចចឹងខ្ញុំមិនមកចង់បកស្រាយរឿងស្វាមីខ្ញុំក្រោយទេគឺខ្ញុំបានបាច់បាក់គាត់ហើយគឺខ្ញុំអាចចាំនិយាយអរគុណបាទទស្សនិកជនជាទីមេត្រីនៅស្ដាប់ដៃខ្ញុំនេះគឺអ្នកនាងរ៉េនសុធារីហៅនាងខ្មុកអតីតជាភរិយារបស់នាយហុងដាហើយបានបែកបាក់គ្នាជាច្រើនឆ្នាំមកហើយការពិតអ្នកនាងខ្មុកបានបញ្ជាក់ប្រាប់បងប្អូនហើយថារឿងនេះមិនមែនជារឿងផិតក្បត់ទេគឺជារឿងក្នុងសង្គមគ្រួសារដែលរស់នៅមិនចុះសម្រុងគ្នាហើយអ្នកនាងខ្មុកបានបញ្ជាក់ច្បាស់ឲ្យបងប្អូនហើយថាគាត់ចាក់ចេញនៅទីទៅពីនាយហុងដានេះគឺចាក់ចេញទៅដោយរស់នៅមិនចុះសម្រុងគ្នាហើយគាត់បានបញ្ជាក់ថានាយហុងដាយ៉ាងម៉េចបងប្អូនបានស្ដាប់កន្លងមកតើលោកសវណ្ណធាកនិលោកមានអីបន្ថែមទៀតសួរគាត់ចា៎បន្តទៀតបាទសំណួរខ្ញុំច្រើនហើយមហាជនក៏គាត់បានយល់ខ្លះដែរបាទទោះបីជាមានមហាជនខ្លះគាត់នៅតែមិនយល់អ្វីដែលសំខាន់គឺខ្ញុំឃើញទស្សនភាពបាទបងស្រីខ្មឹបនៅពេលនេះគឺពីបាទបាទខ្ញុំជួបគាត់នៅពេលដែលគាត់មកដល់ការិយាល័យខ្ញុំមិននេះគឺខ្ញុំសឹងតែមិនជឿថាគាត់ជាតារាកំ pl នាងខ្មឹបដែលគេ
chụp phở mày bề mặt đưa bên đó bề mặt đời xa tại sông tôm phong bề mặt bạn nhưng mà mình miên là mình chạy cái tên cục quán chân ngập ở bị bạn bên tên đã thầm hay muối bàn hơi độ máy bó pa trên máy bó so đã thầm hay muối đời xa TVAB mình miênឧបករណ៍គ្រប់គ្រាន់ធ្វើខ្លួនឯងភាគច្រើនអញ្ចឹងសូមអភ័យទោសដល់ទស្សនិកជនផងបាទបើមានការខ្វះខាតហើយមានការអខានអីសូមបងប្អូនទស្សនិកជនបងប្អូនពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេសដែលកំពុងទស្សនា TVAB ធ្វើបានប៉ុណ្ណាយកបានប៉ុណ្ណឹងហើយពិបាកឡាយពិបាកក្នុងការបច្ចេកទេសសម្លេងបច្ចេកទេសរូបភាពហើយ TVAB ឡាយនឹងមានក្រុមការងារឈរកាន់ហ្វាមានក្រុមការងារកាន់សម្លេងដើម្បីគ្រប់គ្រងយ៉ាងណាក៏ដោយសូមអភ័យទោសដល់ទស្សនិកជនទាំងអស់សូមអភ័យទោសផងព្រោះ TVAB ធ្វើតាមកម្លាំងចិត្តកម្លាំងកាយកម្លាំងប្រាជ្ញាដែលខ្លួនមានហើយពលគឺ TVAB ទាំងខ្ញុំទាំងកូនប្រុសខ្ញុំសវណ្ណរទ្ធីនេះទាំងក្រុមការងារ TVAB ទាំងអស់គឺធ្វើទាំងបេះដូងបំរើបងប្អូនជាពលរដ្ឋនៅពេលដែលប្រជាពលរដ្ឋចង់ដឹងពីព័ត៌មានពិតចង់ដឹងពីព័ត៌មានដែលកើតនៅក្នុងទូទាំងប្រទេសកម្ពុជាជាពិសេសគឺព័ត៌មានទាន់ហេតុការណ៍នេះបាទឥឡូវខ្ញុំសូមបន្តសំណួរទៅអ្នកនាងបន្តទៅទៀតតើអ្នកនាងពេលដែលចាក់ចេញពីនាងហុងដាទៅរស់នៅឯខេត្តបន្ទាយមានជ័យតើនាងប្រកបមុខរបរអីក្នុងនាមជាស្ត្រីមេម៉ាយដំបងនឹងទៅរស់នៅជនបទដែលខ្លួនឯងធ្លាប់តែនៅក្រុងហើយសបាយហឺហាទៅធ្វើការងារដែលមិនគប្បីបានន័យថាមិនគប្បីមិនមែនធ្វើអីផ្ដាស់បានន័យថាខ្លួនធ្លាប់តែសបាយហឺហានឹងកំ pl ែងទៅកន្លែងណាក៏គេគឺមានការគ្រប់គ្រងទៅកន្លែងណាក៏មានហូបចុកហឺហាសម្បុរក៏ស្អាតប៉ុន្តែអ្វីដែលខ្ញុំមើលអ្នកនាងនិយាយត្រឡប់ទៅវិញគឺមើលអត់ស្គាល់តែម្ដងមិនដឹងថានាងខ្វឹបនឹងភ្ញាក់ឲ្យព្រឺតបាទខ្ញុំមើលមិនសឹងតែមិនជឿផងបាទឥឡូវនាងរៀបរាប់មើលបន្តទៀតដើម្បីឲ្យទស្សនិកជនបានជ្រាបពីដំណើរជីវិតរបស់នាងវាប្រៀបបីដូចចកនៅលើទឹកតែអញ្ចឹងបានន័យថារសាត់ទៅមិនដឹងថាកោះណាត្រើយណាហើយទៅដល់ទៅខេត្តបន្ទាយមានជ័យតើអ្នកនាងជួបនរណាខ្លះហើយធ្វើការងារអីខ្លះដើម្បីចិញ្ចឹមជីវិតដែលខ្លួនឯងបាត់បង់ស្វាមីបាត់បង់កូនជាទីស្រឡាញ់ហើយរស់នៅតែឯងនោះបាទចារយៈពេលហ្នឹងគឺនឹងខ្ញុំដូចនាងខ្ញុំជម្រាបពីខាងដើមថានាងខ្ញុំស៊ីឈ្នួលគេច្រកស្រូវហើយជួនកាលទៅបេះបន្លែបេះអំពិលជាមួយមីងជាមួយពូដើម្បីយកមកលក់នៅផ្សារភ្នំធំអញ្ចឹងជីវភាពរបស់ខ្ញុំគឺវាមានតែប៉ុណ្្នឹងហើយនឹងដកស្មៅដកអីឲ្យគេកន្លែងចការហ្នឹងទៅបានលុយមួយថ្ងៃ 10000 ឬក៏ 5000តាមជីវភាពជួនកាលរោមបានក៏ខ្ញុំសំបីតែអង្គច្រកឆ្នាំងក៏គ្មានដែរដូចនេះខ្ញុំបានជម្រាបពីខាងដើមអញ្ចឹងនោះគឺនៅខ្ញុំនៅជើងភ្នំពេលដែលខែបេះបន្លែគឺទៅបេះមួយពូមួយមីងទៅរាវលះរាវខ្ចៅរោខ្ចងរោអីលក់ពេលយប់ឡើងមានភ្លៀងមានអីដើរចាប់កូនកែបលក់អញ្ចឹងទៅបានជីវភាពបានមកជួនកាលអត់មានម្ហូបហូបតបាយជាមួយទឹកស្អ៊ឺក៏មានជួនកាលមកអត់មានកហូបទៅប៉ុណ្ណឹងហើយចឹងបានន័យតែនៅជាមួយពូមីងនឹងជាអ្នកក្រីក្រដែរពូមីងខ្ញុំគាត់ក្រណាគាត់អត់មានជាកសិករធ្វើស្រែឬមួយយ៉ាងម៉េចគាត់អត់មានស្រែមានឆ្ការអីទេគឺគាត់នៅខ្ទមជាមួយខ្ញុំនឹងឯងមួយពូមួយមីងហើយមានទឹកមានភ្លើងអីប្រើស្រួលអត់មានភ្លើងមានអីទេយប់ឡើងមានតែភ្លើង7មួយផ្លុងអត់មានអគុយទេអត់មានអីទាំងអស់ហើយអត់មាននៅចិត្តអ្នកភូមិទេគឺនៅកន្លែងចការដាច់បន្លែឆ្ងាយពីភូមិគេប្រហែលពីភូមិ100ម៉ែត្រប្រហែលគីឡូដែរ
ខ្ញុំអត់ដឹងថាម៉ាំងគីឡូនៅនឹងជើងភ្នំតែម្ដងចានៅនឹងជើងបានន័យថានៅនឹងព្រៃហ្មងចានៅនឹងចកានៅនឹងព្រៃតាខ្ទមមួយមីងមួយពូទាំងអស់ហើយខ្ញុំសូមពីវនាវដល់សម្ដេចឯកឧត្តមទាំងអស់បើមេត្តាជួយខ្ញុំជួយពូខ្ញុំអរគុណច្រើនទាំងពុកម៉ែបងប្អូនទាំងអស់ឥឡូវខ្ញុំពិបាកខ្លាំងណាស់ជាពិសេសពូខ្ញុំមីងខ្ញុំគាត់ចាស់ហើយអាយុប្រហែលហើយចាគាត់អាយុប្រហែលហើយពូខ្ញុំគាត់40ជាងប៉ុន្តែគាត់ចាស់ហើយគាត់ខំឡើងបែបគាត់ឈ្មោះអីបញ្ជាក់ប្រាប់គេទៅមើលគាត់ឈ្មោះរុនសារ៉ាត់ហៅពីចិត្តបាទហើយប្រពន្ធគាត់ឈ្មោះសុភ័ណ្ឌហើយគាត់រស់នៅភូមិអីមើលបញ្ជាក់ម្ដងនៅជើងភ្នំហ្នឹងភូមិអីគេភូមិអីភូមិបឹងត្រោះឃុំភ្នំតូចស្រុកគោលបរិយខេត្តបន្ទាយមានជ័យបាទចាខ្ញុំសូមឲ្យជួយខ្ញុំមួយពូខ្ញុំផងពូខ្ញុំគាត់ពិបាកណាស់ពូខ្ញុំត្រូវជាប្អូនរបស់ពុកខ្ញុំបង្កើតចាឈ្មោះអីរុនសារ៉ាត់ហៅពុចិត្តបាទទស្សនិកជនខ្ញុំសូមបន្តថែមទៀតដោយសារតែអ្នកនាងឃ្មឹបគឺជាតារាកំ pl ែងសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសក៏ដូចក្រៅប្រទេសដែលពលរដ្ឋខ្មែរស្គាល់គាត់ច្បាស់ណាស់ធ្វើឲ្យបងប្អូនអស់សំណោចជាមួយនាយហុងដាហើយកន្លងមកគាត់កំ pl ែងនៅស្ថានីយ៍ទូទស្សន៍មួយជាមួយលោកតាកុយបាទហេតុអីបានខ្ញុំចង់ឲ្យអ្នកនាងបន្ថែមទៀតថាមូលហេតុអីមិនអ្នកនាងមិនទៅសម្ដែងសិល្បៈទៀតពេលដែលបែកនាងហុងដាទៅច្រៀងព្រោះអ្នកនាងច្រៀងក៏បានកំប្លែងក៏បានបាទមូលហេតុអីបានអ្នកនាងទៅនៅទាំងលំបាកវេទនាទៅនៅក្នុងព្រៃមិនទៅបង្កើតអាជីពវិញជាកំប្លែងជាអ្នកចម្រៀងវិញបាទទី1ពេលដែលខ្ញុំលេងមួយហុងដាខ្ញុំអស់ទឹកចិត្តនឹងលេងកំប្លែងទី2ប៉ាខ្ញុំស្លាប់បន្ទាប់ពីប៉ាមកយាយស្លាប់បន្ទាប់មកឲ្យខ្ញុំក៏អស់ទឹកចិត្តខ្ញុំនឹកឃើញថាទោះបីជាខ្ញុំលេងក៏ខ្ញុំនិយាយរួមទៅគឺគ្រូក្បាលខ្ញុំអត់ចង់ខ្ញុំចង់ទៅនៅរស់នៅអញ្ចឹងធ្វើការអញ្ចឹងខ្ញុំគិតខ្លីអញ្ចឹងបានន័យថាអ្នកនាងចង់ធ្វើបាបខ្លួនឯងមកមែនទេចាបាទទស្សនិកជនយល់ហើយថាគាត់មិនចង់កំ pl ែងចង់ច្រៀងអីទេដោយសារតែជីវិតជួបនឹងបញ្ហាអញ្ចឹងមិនខិតខំគាត់ទៅលេងកំ pl ែងឲ្យគេសោចឲ្យអីទេប៉ុន្តែវាទៅជាបំផ្លាញខ្លួនឯងមិនអញ្ចឹងទេឥឡូវត្រឡប់មកវិញខ្ញុំចង់សួរនាងបច្ចៈបន្តិចបើសិនជាទស្សនិកជនមហាជនក្រុមផលិតកម្មតារាចម្រៀងឬមួយក៏កំ pl ែងអីគេយកក្រុមហ៊ុនទូរទស្សន៍អីគេយកនាងទៅកំ pl ែងវិញលេងជាកំ pl ែងឬមួយចម្រៀងវិញអ្នកនាងទៅទេចាហ្នឹងសំខាន់លើពុកម៉ែបងប្អូនដែលគាត់តែងតែគ្រប់គ្រងខ្ញុំពីមុនមកបើសិនជាគាត់នៅតែគ្រប់គ្រងនាងខ្ញុំនឹងត្រឡប់មកលេងវិញហើយនឹងច្រៀងហើយនឹងលេងកំ pl ែងឲ្យពុកម៉ែបងប្អូនសើចដូចលើកមុនអញ្ចឹងដូចពីមុនអញ្ចឹងបាទចា៎បាទទស្សនិកជនជាទីមេត្រីហើយក៏ដូចជាបណ្ដាក្រុមហ៊ុនផលិតកម្មភាពយន្តក៏ដូចជាក្រុមកំ pl ែងឬមួយក៏ក្រុមទូរទស្សន៍ផ្សេងបើបានស្ដាប់ឮ TVAB ហើយអ្នកនាងខ្ពប់និយាយហើយគាត់ថាបើសិនជាបងប្អូនទាំងអស់ចង់យកគាត់ទៅលេងកំ pl ែងចម្រៀងគាត់នឹងត្រឡប់ទៅវិញបានន័យថាគាត់លែងធ្វើបាបខ្លួនឯងហើយគឺត្រឡប់មកធ្វើរឿងល្អក្នុងសង្គមពលគឺគណៈពេលដែលអ្នកនាងធ្វើបាបខ្លួនឯងឆ្អែតហើយប្រហែលឆ្នាំទេអ្នកនាងប្រហែលជា7ឆ្នាំថ្មីនេះបាទអរគុណលោកសវណ្ណធីមានអីសំណួរសួរថែមព្រោះបងប្អូនខមមិនច្រើនបាទប្រិមិត្តអ្វីដែលខ្ញុំមកនិយាយខ្ញុំគ្រាន់តែចង់ឲ្យប្រិមិត្តពិចារណាបាទបើអាចឈប់ជេរឬក៏ឈប់ចោតហើយអ្នកនាងខ្មឹបបានគួរតែឈប់ទៅសភាពគាត់នៅខាងក្រៅហើយសភាពនៅពេលនេះ
cứ đồn đạp men tên hơi phải mứt cả bữa tới chẳng kiêng tia nẹt na miền tại tia nẹt nâng tê đại yul chụp ba thà tao việc phư đời đặc biệt mạch hình chẳng phải mứt cùng son đi than tam tai ở vậy đại kê ở nị dây to kia cùng son đi than tam tại ca lư ở nẹt niêng không có bàn phải chẹm mà đong hỏi mà đong tiệt thà khuôn cọt mình ai cho nơi chỉ mùi nâng bong pro hong đa ban hỏi ca đại co sầm ra chất ở bay bạ phư ở chỉ mùi nâng bong pro hong đa cứ mình men chỉ riêng phật có bọt tê cọt bay chỉ mùi nâng bong pro hong đa rồi hô đo ở dạ pe 4 năm à 4 năm ban cọt miền đây còi hỏi đây còi nâng cứ nơi ai chun nó bọt tiệt nơi đào phải tìm miền chí à nâng thấy cái bông từ miền đây khói nó khai tìm miền chí bông bà hỏi luôn nơi chỉ mùi kia ban vào màn năm màn bay kia bông ban 1 năm ban 1 năm bông này chả cái miền chiều hiệpយ៉ាង mấy đây bông đó nhom từ ngôn côn rồi nhom ban bay khai nông buộc nhom lên kia hay còn nhom trom buộc thông thưa càng gì làm bay côn rồi nhom còi có tâm tài dục ban 3 năm chiều hay có miền chiều hiệp có thưa càng nơi sọc Thái bàប្រិមិត្តបើសិនជាប្រិមិត្តចង់ឃើញបងស្រីខ្មឹបឬក៏ចង់ជួយបងស្រីខ្មឹបអាចមកមើលទាំងយប់ក៏បានដែរសភាពបាទនៅការិយាល័យ TV Facebook ដែលនៅម្ដុំសាសនា12មកឲ្យទូរស័ព្ទមកតាមលេខរបស់ខ្ញុំក៏បានលោកលេខលោកអគ្គនាយកក៏បានគឺ092 43 167មកឃើញស្ថានភាពបងខ្មឹបនៅខាងក្រៅគឺពិបាកមែនតើលេខខ្ញុំមួយទៀត077 311 បើសិនជាទស្សនិកជនចង់មកជួបនាងខ្មឹបឲ្យពិតប្រាកដឬមួយក៏ជួយជាថវិកាចំណីអាហារអីក៏ដោយសូមបងប្អូនមកឥឡូវក៏ខ្ញុំឲ្យក្រុមការងារទៅជួយយកចំណីអាហារឬមួយនាំបងប្អូនជួបតែម្ដងបាទលោកអគ្គនាយកសួរគាត់មើលហូបបាយណាគាត់ឥឡូវហូបបាយនៅអត់ទាន់បានញ៉ាំបាយនោះបាទគិតជាអាណិតមែនទែនបាទកំសត់មែនទែនគាត់ស្មាននេះអត់ទាន់បានហូបបាយដោយសារតែរឿងដែលគាត់ចាក់ចេញមកនេះគឺរឿងកូនប្រុសដែលកំពុងតែមានរឿងរ៉ាវនេះគាត់ចង់បានឃើញកូនប្រុសមុខកូនប្រុសតើវាយ៉ាងម៉េចទៅហើយគណៈពេលឥឡូវនេះកូនប្រុសកំពុងតែនៅគេហៅថាបន្ទប់បណ្ដោះអាសន្នរបស់កងរាជបុរហារាជធានីភ្នំពេញទោះយ៉ាងណាក៏ដោយទស្សនិកជននេះជារឿងរ៉ាវមួយដែលសង្គមគ្រួសារនរណាក៏ជួបដែរគាត់បន្តិចនឹងច្រើនព្រោះកើតនៅជាមនុស្សតែងតែជួបឲ្យរឿងរ៉ាវអកុសលគាត់បន្តិចនឹងច្រើនបាទទស្សនិកជននេះជាការលំបាករបស់អ្នកនាងខ្វឹបហើយឈ្មោះដើមរបស់គាត់គឺរ៉េនសុធារីគាត់ជាកូនស្រីរបស់លោកជីវ៉ាន់ស៊ុយហើយឥឡូវលោកជីវ៉ាន់ស៊ុយនឹងគាត់បានបាត់បង់ជីវិតជាច្រើនឆ្នាំទៅហើយឥឡូវនឹងគាត់មានគេហៅថារស់នៅក្នុងធៀបជាកូនកំព្រាបាទហើយមានតែទឹកភ្នែកហូរនៅចំពោះមុខខ្ញុំហើយនឹងលោកសវណ្ណធីដែលជាកូនប្រុសរបស់ខ្ញុំដែរហើយនេះជាទុក្ខលំបាកសម្រាប់បរោះក៏ដូចស្ត្រីក្នុងសង្គមដែលរឿងពិតគឺនៅចំពោះមុខបាទទឹកចិត្តម្ដាយវាធំធេងណាស់លាក់មុខនឹងពួនអាត្មារាប់ឆ្នាំមិនបង្ហាញមុខទេតែនេះដាច់ចិត្តបង្ហាញមុខដោយសារតែចង់ឃើញមុខកូនហើយបង្ហាញមុខតាម TV Facebook នេះគ្រាន់តែចង់អំពាវនាវទៅសមត្ថកិច្ចខ្លះបាទបងឯងមកនេះគោលបំណងទី1ចង់ឃើញមុខកូនហើយចុះបើមក TV Facebook នេះមកក្នុងគោលបំណងអីខ្ញុំសួរបងឯងមើលបងឯងមកដល់ការិយាល័យខ្ញុំនេះបាទទស្សនិកជនដោយសារគាត់និយាយមិនចេញគាត់ប្រាប់ខ្ញុំបាទគាត់ប្រាប់ខ្ញុំថាអ្វីដែលគាត់ចង់បាន TV Facebook នេះគឺទី1គឺចង់បានជួបនឹងកូនទី2គឺចង់បានសេចក្តីត្រូវការដែលគាត់កំពុងតែលំបាកវេទនាមែនទែនសូម្បីតែរត់គាត់ជិះរថយន្តពីកន្លែងគាត់ស្នាក់នៅឯខេត្តបន្ទាយមានជ័យគេហៅភ្នំធំនឹងគាត់ទៅរត់ទៅខ្ចីលុយគេទម្រាំតែបាន500បាតបើនិយាយលុយខ្មែរប្រហែលជា5-60000រៀលតែប៉ុណ្ណោះ6-70000ទៀតហើយឥឡូវនឹងមកដល់ការិយាល័យ TV SB នេះ
mong chích mà tận đọc tới hơi lấy dương từ rô bài chăm tay tiết dương đừng từ rô bài do hộp bài nơi hộp bài hộp cười tiêu lôi TV Facebook tu bay ót cả đôi có bàn tay TV Facebook miền về bay đầu trong ca nghe bà cứ chui cọt nửa bên đây là bà không ai chui không ai bà hay ở trên môi kia đi có chụp bẹ kia khi ông đừng tranh ao thiệt khi ông đừng tranh ao pi nè lục câu khi ông đây cứ sờ được thi khi ông sờ van sọc kha chỉ kẹt này dụ cọt chỉ kẹt này dụ rồi sọc chất ở đây lôi kia ao cọt ba miền bảo mai con bà đi lôi bò sọc vào chun này thế mấy ní hiểu bong đây mà quạt vô mà ao nhung đo ca giả lay mấy quạt ở nịch nhung khơi nhung thư ca tăng bị prừng hồ đào smart này toàn hộp bài quạt chun nhung mập hay là chân nhung chun bong sấy của môi mơn bong ấy tập chặt nhung nhung tục pi mơn dạ sang thư ca sai nhung chun bong tập lôi nhung miền lôi còn bàn đôi chia pi mơn pram pon bong pon mới có bốc nơi so lôi còn bàn ba pi mơn pram pon bay mơn nó được cái nhú bay mơn mà bay mơn bong pon lấy nhung chun pon sấy mùi tiết ba tục nè tục ba lôi nhung tới tinh anh hộp lấy nó nhung vô từ nhung hộ lôi kia tiết ba con ca nghe đây cái này vô ba xong ở con lục pu nung pon pro để ban chui nung nhung hay lôi ní nhung ban sẽ hơi từ mới con nhung bật lại nhung xong ở con trâu bịa bay chơi một cái nhung ở con đừng ở ôi dạ tranh nè bà tu sân này cái chân đi chỉ rường bật đại sông bay tới cái nhóm bạn đại chia mình lúc pro sân tại tục này ọt bạn tục này ọt bàn rương bật cứ bật được biết nâng ní chỉ tục sau là bỏ sợi trai mà nè đại bắt bong xóa mấy chỉ ti sờ lạnh cứ lên lẹt nia rồi hốt bắt đo thằng anh ní lát tập phao thả bàn sợi cây sọc và côn từ ao ở xóa mây tụm nút bầm rong thà luôn ai tranh tư cái lô ta vô côn tư mình ai bay bách thay ra xa ca pia con pia ban còn tay ở trong cõi cứ côn nơi pe để con từ luôn nơi lục bạ hơi là tập phao trong cõi cứ côn từ ban và cho một lần cho pun từ lia kia hơi thua tiết cứ rương cho pun từ lia kia rồi hốt đó ai mùi chỉ vật tại thái tiết đầu xa tại bẹ pon nâng ca sầm lấp khi từ cam ban đây ta sầm lấp mà đai cõi này ai hay ở tập pol đây ca sầm lấp đi tam pon ở miền lộ bò côn tha cứ mau pì thằng nam nhiên ba thằng nam nhiên ba nhiên nam cột nhưng mà ta côn nhưng đó là nhiên thằng nam khang đó mà lăng hay cột nơi Khmer có toàn trái cất là mùi cột nhiên thằng nam khang mà thì cột được thôi chấm nhưng Khmer ấy chơi khôn ba lời nâng nận niên Lina bà cọt chui trong cả nghe cọt bật thiên hàng vấn đề chỉ cam cọt khmiên lôi AT hàng TV AB cọt chui nận niên $5 tiết bà cọt ở miền lôi đai được niên trong người ta lên chui hô hai mấy ní cứ côn sray cái côn pro bỏ hờ nận niên suôn nè chấm miếng dướng ba suôn chăn tha cọt chui mà phơi $1 xài cọt vô mà oi bông khớp đo ca giả lại dưng chẳng bơm giúp nó ở miền cái lại sầm rã kia giả lại dưng món ôi nơi sầm rã nơi ca giả lại TV AB có bàn đây trong sai mà hộp bài có bao hộp bài sai bê brak nhung từ mới côn nhung sai và toạp máu trong nhưng mà đấy có bàn này ba lấy tranh pin nâng tư TV AB đừng vô oi từ ở nhà mà ha hồi cái tiêu của ban bài của ban khi ông đừng chun từ ở bị xa trong ngoài quạt chưa ta bớt quạt màu lại TV Facebook ba chỉ miếng côm nó bà quạt một nghĩ hai mươi quạt lẹm mục vui nhưng trong đang là côm nó quạt nè bòi bằng hai tích mơ bòi miền ấy sử dụng po từ mặt cách dạng mấy ơi đại côn mai phùng ở thời kê chặt ở khang mục này kia là con tiêu tu này lấy đầm nắng nhưng từ tua ban vì cài phơi cá cái tha khơi cái xa bòm miền như sai tha ai chọt tu mui gì vứt đó cha nhung xong ôi lục mặt cách năng lục là cá
មេតាជួយកូនខ្ញុំពួកអីកូនខ្ញុំវានៅក្មេងណាគាត់ទៅតែអាយុ15 16ទេហើយណាមួយគាត់ញៀនថ្នាំដោយសារថ្នាំញៀនមិនគាត់ហ៊ានទៅធ្វើដល់ថ្នាក់នឹងអញ្ចឹងសូមមេតាជួយសម្រាលទោសឲ្យកូនប្រុសខ្ញុំផងខ្ញុំមានតែមករៀមដៃ10សូមឲ្យលោកសមត្ថកិច្ចនិងលោកតុលាការជួយឲ្យកូនខ្ញុំស្រាលទោសជាងនឹងផងទៅនេះជាគោលបំណងដែលមក TV Facebook ធ្វើការ live ផ្ទាល់បងខ្ញុំសូមឲ្យលោកសមត្ថកិច្ចនិងជាពិសេសគឺខាងលោកតុលាការខ្ញុំគ្មានអីមានតែមករៀមដៃ10សូមឲ្យលោកតុលាការជួយសម្រាលទោសឲ្យកូនប្រុសខ្ញុំព្រោះគាត់នៅក្មេងគាត់អត់ទាន់ចេះគិតមួយយ៉ាងថ្នាំញៀនខ្ញុំមិនដឹងថាគូខ្ញុំញៀនថ្នាំនៅណាហ្នឹងទេហើយកូនប្រុសខ្ញុំតាំងតែអាយុ15 11ឆ្នាំទេមេតាលោកតុលាការជួយសម្រាលទោសឲ្យកូនប្រុសខ្ញុំផងខ្ញុំអត់មានអីពាក្យច្រើនទេលោកជួយកូនប្រុសខ្ញុំផងតែសម្រាប់ទោសឲ្យកូនខ្ញុំទៅកុំឲ្យគាត់ជាប់មកជីវិតអីព្រោះគាត់នៅក្មេងណាហើយណាមួយគាត់ញៀនថ្នាំខ្ញុំមានតែប៉ុណ្្នឹងឯងខ្ញុំនិយាយអីមិនចេញខ្ញុំប្រិមិត្តទឹកចិត្តម្ដាយនេះគឺជាទឹកចិត្តម្ដាយប្រិមិត្តបាទទស្សនិកជនឥឡូវនឹងតាមសេចក្តីប្រកាសរបស់ TVAB មានខ្ញុំបាទសវណ្ណសុខាអគ្គនាយក TVAB និងលោកសវណ្ណរិទ្ធីដែលជាកូនប្រុសរបស់ខ្ញុំអគ្គនាយករងឥឡូវបងប្អូនជាប្រវត្តិសុខចិត្តធ្វើដំណើរមករក TVAB ឥឡូវទូរស័ព្ទកំពុងតែលើករហូតហើយបងប្អូនអាចតាក់ទងតាមរយៈលេខទូរស័ព្ទ2របស់ខ្ញុំមានលោកសវណ្ណរិទ្ធី092 43ដើម167ហើយលេខទូរស័ព្ទខ្ញុំផ្ទាល់077 311 006បងប្អូនអាចតាក់ទងតាមក្រុមការងារខ្ញុំដើម្បីជួយអ្នកនាងខ្មឹបដែលកំពុងតែទឹកភ្នែកនៅចំពោះបងប្អូនហើយខ្ញុំអំពាវនាវនេះគឺចង់ឲ្យអ្នកនាងខ្មឹបទទួលនៅចំណីអាហារទទួលនៅប្រកាសខ្លះដើម្បីទៅធ្វើការដោះស្រាយក្នុងជីវភាពហើយឥឡូវនឹងត្រូវការលុយកាក់នឹងក៏យកទៅមើលកូនប្រុសដែលកំពុងតែជាប់ទោសបណ្ដោះអាសន្ននៅកងរាជអាវុធហត្ថរាជធានីភ្នំពេញហើយស្អែកនេះអាចមន្ត្រីកងរាជអាវុធហត្ថនឹងបញ្ជូនទៅតុលាការដើម្បីឲ្យតុលាការនឹងគេស៊ូនាំឲ្យមានការចោទប្រកាន់ហើយក៏ធ្លាយព័ត៌មានមហាជនជាច្រើនក៏ប្រព័ន្ធផ្សព្វផ្សាយថាអ្នកនាងកូនប្រុសអ្នកនាងឈ្មោះអឿនសុខេននឹងអាចជាប់ពន្ធនាគាររហូតអស់មួយជីវិតថែមទៀតបាទនេះជារឿងរ៉ាវមួយដែលគួរឲ្យអាណិតអាសូរមែនទែនដែលបាទបងពាក់មីក៏ទេមកតែលោកស្រងឆ្លើយមួយបាទលោកអាឡូជំរាបសួរបាទខ្ញុំចង់ឧបត្ថម្ភគាត់$100ខ្ញុំចង់យកទៅឲ្យគាត់ព្រឹកយកឲ្យគាត់នៅណាបាទលោកអាចមកតាមរយៈក្រុមការងារ TV ក៏បាន TVAB ក៏បានលោកអាចវេតាមវិញមកខ្ញុំនឹងយកប្រាក់នឹងជូនគាត់តែម្ដងឬមួយក៏យកមកឲ្យឥឡូវឧបត្ថម្ភគាត់$100ណាបងណាបាទឲ្យតែទឹកឲ្យបាទនៅសំណង12បងពាក់មីបងអត់ទេគាត់ថាស្អែកគាត់ថាស្អែកបាទគាត់យកមកឲ្យបាទអរគុណលោកពាក់មីបាទអរគុណបាទមិញនេះមានបងប្រុសវិសាលដែលជាអ្នកគ្រប់គ្រងកម្មវិធីនៅទូបាយ័នគាត់ថាឧបត្ថម្ភបងខ្មឹប200000ផងក្នុងនេះគាត់ផងគាត់ក្រុមការងារគាត់ក្រុមការងារជួយគាត់បាទទៅអ្នកដែលជួយគាត់មិញនេះលោកពាក់មី$100លោកពាក់មី$100កូនប្រុសអ្នកនាងសួនចន្ទថា$20បាទគាត់ហើយលោកវិសាលដែលជាអ្នកគ្រប់គ្រងកម្មវិធីនៅទូបាយ័ន$20000គាត់ទេមកនេះគឺជាទឹកចិត្តខ្មែរស្លាយខ្មែរនេះបើយើងឃើញគាត់អញ្ចឹងហើយអ្នកដែលខមមិនលោកហើយលោកឃើញគាត់ធ្លាក់ខ្លួនដុនដាបដល់អញ្ចេះហើយនេះណាបើសិនជាអ្នកដែលអង្គុយក្បែរគាត់គឺជាអ្នកដែលខមមិននេះគាត់ទឹកអត់តាន់បានមួយផងខ្ញុំបាទធំក្លិនខ្លាំងមែនតែហេតុតែចង់ជួយគាត់ប្រិមិត្តសុខចិត្តអង្គុយនេះញើសអាំងពេញខ្លួនគាត់បាទក្អៅបាទគឺពិបាកណាស់ធ្លាប់តែហឺហាបាទធ្លាប់តែហឺហាជាតារាកំ pl ែងបាទជាតារាចម្រៀងមានរូបរាងស្អាតទៅណាក៏មានក្លិនក្រអូបបាទ
ហើយសាច់សកាលនោះនាងខ្មឹបមិនសាច់ខ្មៅអញ្ចឹងទេហើយក៏មិនមុខខ្មៅអញ្ចឹងដែរប៉ុន្តែឥឡូវនេះខ្ញុំមើលលេងស្គាល់បាទមុខខ្មៅជាំបាទហើយសាច់ឈាមគឺបើនិយាយមែនតើបងប្អូនហើយគាត់ធ្លាប់តែនៅទីក្រុងហើយគាត់ទៅនៅឯជនបទស្រុកព្រៃទៅទៀតវាប្រៀបបីដូចគេហៅថាអ្នកដែលខ្វៀលគោទៅហើយបាទបងប្អូនហើយឃើញគាត់ហើយទៅដើរជីកកង្កែបបាទដើររោជីកកង្កែបដើររោបេតកូនណានេះបាទដើរបេតកូនដើម្បីយកមកលក់ទទួលទានអាហារជាមួយពូបកើតបាទមិនដឹងមានថ្លៃមិនចឹងរស់តែ3នាក់ទេចា3នាក់បាទ4នាក់ដល់កូនស្រីខ្ញុំមានទូទៀតបាទទស្សនិកជនហើយបងប្អូនណាដែលខមមិនមកទឹះគាត់រិះគន់គាត់ល្មមបញ្ឈប់ទៅបងប្អូននេះគឺខ្មែរជួយខ្មែរខ្ញុំធ្វើនៅថ្មើរនេះខ្ញុំអត់បានតន់បានសម្រាប់ក្រុមការងារខ្ញុំ4-10នាក់កំពុងតែធ្វើរឿងអ្នកនាងខ្មឹបហៅឈ្មោះគាត់ដើមគឺអ្នកនាងអឿនសុធារីរ៉េនសុធារីបាទហើយឥឡូវនឹងបងប្អូនបើសិនមានក្តីមេត្តាសូមយកប្រកាសមកជូនគាត់ខ្ញុំថ្លែងអំណរគុណជួសឲ្យគាត់ខ្ញុំធ្វើនេះគឺដើម្បីតែគាត់ជួយបាទជួយដើម្បីតែជួយគាត់គឺគោលម្ដងតែមួយគាត់ជួយគឺជួយគាត់ឃើញគាត់លើកមករៀមដៃ10នៅចំពោះបងប្អូនហើយ TVAB គឺធ្វើដើម្បីខ្មែរដែលគាត់កំពុងតែលំទឹកនេះលំទឹកហើយបងប្អូនអញ្ចឹងយើងមានតែជួយស្រង់គ្នាកុំឲ្យគ្នាដាច់ដង្ហើមបាទនេះជារឿងពិត TVAB ក្រុម TVAB គឺធ្វើយកការងារសង្គមការងារពិតប្រាកដដើម្បីជួយប្រជាពលរដ្ឋខ្មែរដែលមានទុក្ខលំបាកនិយាយឲ្យស្រួលស្ដាប់គឺខ្ញុំនិយាយមិញថាគ្នាកំពុងតែលំទឹកហើយបងប្អូនយើងមានតែក្តីមេត្តាបើកើតជាខ្មែរកាន់សាសនាព្រះពុទ្ធបងប្អូនត្រូវតែមានចិត្តគុណធម៌សប្បុរសធម៌សុជីវធម៌ចេះអាណិតអាសូរបើនិយាយមែនតើនៅខ្មែរមានប្រពៃណីតាំងពីបុរាណមកគឺជួយគ្នាចេះជួយគ្នាទៅវិញទៅមករឿងពិតរបស់ខ្មែរគឺអញ្ចឹងឥឡូវអ្នកនាងខ្មឹបដែលជាតារាអកកំ pl ែងសម្រាប់ខ្មែរក្នុងនិងក្រៅប្រទេសច្បាស់ជាស្គាល់គាត់ច្បាស់ណាស់គាត់កំ pl ែងល្បីមួយដែរប៉ុន្តែឥឡូវអ្នកនាងធ្លាក់ខ្លួនសូន្យបានន័យថាសូន្យមែនទែនលំបាកមែនទែនព្រាត់ប្រាសស្វាមីជាទីស្រឡាញ់ឥឡូវនឹងមកមានបញ្ហាចំពោះកូនប្រុសមិនទាន់បានឃើញមុខថាឲ្យមានគេហៅថាការចិញ្ចឹមកូនឲ្យមានគេហៅថាមានអនាគតល្អភ្លឺស្វាងល្អទីបំផុតកូនបែរទៅជាមានរឿងរ៉ាវកាប់សម្លាប់មនុស្សដែលមានវ័យក្មេងទៅអាយុ17-18ឆ្នាំតែប៉ុណ្ណោះបាទហើយចេះប្រិមិត្តសូមទោសផងខ្ញុំបាទសមាជិកធីរួមជាមួយនឹងលោកអគ្គនាយកខ្ញុំការពិតទៅ Studio ដែលយើងធ្វើការ live នេះគឺក្តៅស្អុកបាទពិបាកមែនតែនប្រិមិត្តបាទហើយយើងបច្ចេកទេសរបស់ពួកយើងគឺប្រើតាមទូរស័ព្ទទេប្រើតាមទូរស័ព្ទទេអញ្ចឹងសូមប្រិមិត្តខន្តីអភ័យទោសផងបើសិនជាពួកខ្ញុំ live មិនមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់អ្វីដែលយើងធ្វើនេះគឺដោយសារតែបងខ្មឹបគាត់មកដល់ការិយាល័យយើងនឹងសូមឲ្យយើងធ្វើការ live ដល់គាត់ឲ្យគាត់បានឃើញមុខកូនគាត់ផងព្រោះស្អែកនឹងខ្លាចទៅគេអត់ឲ្យឃើញមុខចឹងគាត់សុំស្នើពរ TV Facebook Live ហើយណាមួយគាត់មកនេះគឺអត់មានលុយទេខ្ចីលុយគេទេជីសហុយមកអស់បាត់ហើយប្រហែលបើនិយាយលុយនៅក្នុងកប៉ៅសល់ប្រហែលបាតបាទនៅសល់ប្រហែលបាតអូលីនៅនោះលុយខ្មែរគេហៅលុយបាតក្តាស់100នៅសល់100បាតដូរបានលុយខ្មែរប្រហែល100បាតដូរបានទៅ11000បាទអញ្ចឹងបានន័យថា500បាតបាន55000រៀលមិនអញ្ចឹងហ៎ហើយជិះរថយន្តជិះម៉ូតូដុបអីមកដល់នឹងអស់ប្រហែលហើយជិះរថថ្លៃឡើងអស់
35,000 បាទ អត់ហ៊ានញ៉ាំបាយទិញតែទឹកញ៉ាំ បាទ ហើយសល់មិនជិះម៉ូតូដុបមកខ្វះលុយខ្ចីលុយប្អូនប្រុសមកថ្លៃម៉ូតូដុប បាទ ចា នេះជារឿងពិតទស្សនិកជនហើយខ្ញុំគ្រាន់តែគេផ្ញើសារមកឲ្យខ្ញុំភ្លាមខ្ញុំបានទូរស័ព្ទទៅអ្នកនាងគ្រាន់តែលើកទូរស័ព្ទថាខ្ញុំជា TV អគ្គនាយក TV SB អ្នកនាងយំដាក់ខ្ញុំតែម្ដងហើយខ្ញុំថាគាត់នៅឯណាគាត់ថាគាត់នៅម្ដុំអាស័យកែវជាមួយបងប្អូនគឺនៅម្ដុំសាលាដែកខ្ញុំក៏ធ្វើដំណើរទាំងយប់ទៅរកអ្នកនាងថាជួយអ្នកនាងផងអ្នកនាងកំពុងតែលំបាកមែនទែនកំពុងតែលង់ទឹកហើយចង់ជួបមួយ TV SB ឥឡូវ TV SB ទោះបីយប់ប្រលប់ស្មើណាក៏ដោយមិនពិបាកជាមួយបងប្អូនមិនពិបាកជាមួយបាទគឺ live 24 ម៉ោងក្រុមការងារខ្ញុំក្រុមការងារទាំងយប់ទាំងថ្ងៃកូនប្រុសខ្ញុំទាំង3ទាំង4នាក់ឃើញហើយបងប្អូនខ្ញុំមុខរៀងពេញបន្តិចដោយសារខ្ញុំសុខភាពមិនល្អហ្មងទេបងប្អូនប៉ុន្តែមុខពេញមែនប៉ុន្តែក្នុងខ្លួនខ្ញុំគឺដោយជំងឺច្រើនណាស់ហើយកូនប្រុសខ្ញុំក៏អញ្ចឹងដែរបងប្អូនមើលមុខជ្រុងអស់ទៅហើយវាដូចជាអាប៉ោងបាត់ទៅហើយនិយាយកំ pl ែងលេងតិចចុះក៏ប៉ុន្តែការងារសង្គមបាទមានអ្នកខ្លះចោលប្រកាន់ថាខ្ញុំនឹងប្រើប្រាស់ណាប្រើប្រាស់អញ្ចឹងគេថាអញ្ចឹងព្រោះយើងស្លេកស្លាំងសម្រាប់អត់បានច្រើនដូចគេបាទដឹងតែពីការងារបម្រើសង្គមបម្រើបងប្អូនប្រជាពលរដ្ឋបាទអញ្ចឹងមានតែការបងប្អូនគូតែអាណិតអាសូរក្រុមការងារ TV SB គឺយកបេះដូងទៅធ្វើការដើម្បីបងប្អូនប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេសគឺបងប្អូនប្រជាពលរដ្ឋខ្មែរនឹងឯងបាទលោកអគ្គនាយកឥឡូវយើងសួរបងខ្ញុំអីគេបងខ្មឹបច្រើនហើយមិញនេះមានលោកពាក់មីជួយ$100មិញនេះបងខ្ញុំក៏គាត់ទេមកដែរ$50គាត់បាទបងខ្ញុំតារាកំ pl ែងហើយគាត់កត់អីនៅក្រុមគាត់ច្រើនណាស់តិចទៀតនេះហើយយើងនឹងប្រកាសឈ្មោះអ្នកដែលគាត់ជួយហើយយើងឈប់សួរគាត់ត្រឹមនេះហើយដោយសារបាទជាចុងក្រោយខ្ញុំសុំបាទបងអរគុណដល់សិល្បករសិល្បករនីដែលបានជួយឧបត្ថម្ភហើយជាពិសេសខ្ញុំសូមលើកម្រាមដៃ10ដល់លោកតុលាការមេត្តាជួយសម្រាលទោសឲ្យកូនប្រុសខ្ញុំផងពួកគាត់នៅក្មេងគាត់ញៀនថ្នាំគាត់អត់ដឹងអីទេមេត្តាជួយសម្រាលទោសឲ្យកូនប្រុសខ្ញុំផងខ្ញុំអត់មានអីទេមានតែម្រាមដៃ10សូមឲ្យលោកតុលាការនឹងបាទហើយអរគុណច្រើនដល់បងពុកម៉ែបងប្អូនសិល្បករសិល្បករនីដែលជួយឧបត្ថម្ភដល់នាងខ្ញុំទាំងប្រជាពលរដ្ឋក៏គាត់ពងឧបត្ថម្ភដែរបងចាអរគុណច្រើនបំផុតនេះហើយគឺជាទឹកចិត្តម្ដាយប្រិមិត្តដោយដែលខ្ញុំបាននិយាយការពីល្ងាចមិញអញ្ចឹងថាម្ដាយនឹងឪពុកទឹកចិត្តធំធេងណាគ្មានអ្នកណាម្នាក់ចង់ឃើញកូនដើរផ្លូវខុសហើយជាប់គុកមួយជីវិតទេអញ្ចឹងលោកខ្ញុំមិនច្បាប់ក៏ខ្ញុំយល់ប៉ុន្តែអ្វីដែលខ្ញុំនិយាយនេះគឺឈរនៅលើគោលការណ៍មួយគឺគុណធម៌ច្បាប់នៅតែជាច្បាប់យើងដឹងប៉ុន្តែយើងមិនដឹងថាយ៉ាងម៉េចទេនេះគឺជាសម្ដីរបស់បងខ្មឹបដែលគាត់សំណូមពរតឡាការពួកអីគាត់សំណូមពរហើយខ្ញុំនេះគឺមកនេះគឺបាយក៏អត់តន់ហូបដែរប្រិមិត្តគឺនិយាយដាក់ដប់នេះដោយសារតែសុខភាពមិនល្អសោះមកអង្គុយ live ជាមួយនឹងលោកអគ្គនាយកនិងបងខ្មឹបនេះគឺខ្ញុំធ្វើការតាំងពីព្រឹករហូតមកដល់វេលាអាត្មានេះប៉ុន្តែដោយសារតែទឹកចិត្តចង់ជួយបងខ្មឹបគឺត្រូវតែជួយហើយអង្គុយ live នេះគឺតិចទៀតខ្ញុំនឹងនាំបងខ្មឹបទៅហូបបាយនិងហូបកាទៀវជាមួយខ្ញុំបាទលោកអគ្គនាយកយើងបញ្ចប់ការ live ត្រឹមនេះបាទយើងនាំគាត់ទៅហូបបាទយើងមិនចង់សួរឲ្យច្រើនទៀតទេឲ្យគាត់ជួបមុខកូនត្រូវហើយបាទត្រូវបាទទស្សនិកជនជាទីមេត្រីបាទមកដល់យើង live នេះដោយសារទុកពេលវេលាឲ្យអ្នកនាងខ្មឹបគាត់បានសម្រាកហើយជាពិសេសគាត់អត់ទាន់បានញ៉ាំអាហារអីអត់ទាល់តែសោះក៏ព្រោះគាត់ធ្វើដំណើរតាំងពីភ្នំធំខេត្តបន្ទាយមានជ័យបងប្អូនមិនតិចគីឡូជិត300គីឡូឯណោះមកដល់ទីរាជធានីភ្នំពេញយើងនេះហើយមកដល់នេះគាត់ស្វែងរកសាច់ញាតិបងប្អូនដែលគាត់គ្មានលុយតែ500បាតបើនិយាយលុយខ្មែរគឺ55,000លុយរៀលបាទលុយខ្មែរហើយឥឡូវនឹងមកដល់អស់លលីងក្នុងខ្លួនបានន័យថាគ្មានប្រាក់មួយកាក់មួយសេនមកខ្ចីលុយបងប្អូនជិះម៉ូតូឌុបមុំទៅដល់ផ្ទះបងប្អូនសាច់ញាតិប៉ុន្តែ
អរគុណបងប្អូនដែលជួយខ្មែរដូចគ្នាបានប្រើ inbox ផ្ញើសារមកឲ្យខ្ញុំថាឥឡូវនឹងនាងខ្មុំកំពុងតែដាច់បាយអត់បាយទទួលទានហើយខ្ញុំក៏បានតាក់ទងចុះឡើងរមោមបានលេខទៅដល់នាងខ្មុំគាត់ទៅទូរស័ព្ទទៅដល់ភ្លាមនាងខ្មុំស្វាគមន៍ចង់ជួប TVAB ដើម្បីឲ្យនាំនាងទៅបានជួបកូនប្រុសបាននាំនាងបានថវិកាខ្លះដើម្បីជួយបងប្អូនព្រោះនាងខ្មុំដឹងថា TVSB ធ្វើពីរឿងសង្គមច្រើនអញ្ចឹងខ្ញុំក៏ស្អែកនេះរហូតដល់ម៉ោងនេះរហូតដល់ស្អែកខាន់ស្អែកក៏ដោយខ្ញុំនឹងជួយរកប្រាក់ពីមហាជនដែលខ្ញុំស្គាល់ពីក្រុមការងារដែលបងប្អូនដែលធ្លាប់ជួយពីរឿងសង្គមបាទនិយាយមែនទែនអ្នកដែលមានលុយខ្ញុំនឹងជូនតំណែងទៅគាត់ស្អែកនឹងដើម្បីថាគាត់បានជួយនាងខ្មុំតាមលទ្ធភាពគាត់យ៉ាងណាជាមួយគ្នានេះមុននឹងបញ្ចប់ការ live សូមបងប្អូនខ្មែរក្នុងនិងក្រៅប្រទេសសូមឲ្យជួយនាងខ្មុំដែលជាតារាកំ pl ែងប្រចាំនៅប្រទេសកម្ពុជាបាទអ្នកណាមកជួយបាទអ្នកជួយឲ្យគាត់ឡើងហើយជួយអានឈ្មោះផងបាទអានឈ្មោះអ្នកណាជួយខ្លះអានម្ដងទៀតបាទអូជើញមកបងបានជើញបានជើញបងបានជើញបាទអូគាត់យកអូនេះទឹកចិត្តគាត់មានតែ$10ទេបាទឥឡូវសួរតិចមកអូសួរមកដល់ណាដែរបងមកជួយគាត់ផ្ទះខ្ញុំនៅចិត្តពុនដាទូកបបាទឃើញអាណិតគាត់ផ្ទាល់មកបាទកុយមើលមួយថ្ងៃទី Facebook ពូមើលស្មានហ្នឹងបាទពងញ៉ាំបាយមិញអូអរគុណបាទអរគុណបងអរគុណដូចគ្នាបាទអរគុណបងសម្រាប់ទឹកចិត្តបាទអ្នកណាក៏បានហើយតិចទៀតយើងនាំបងខ្មើបទៅហូបកាទៀវនៅផ្សារសំណង់12ហ្នឹងបាទសំណង់12មុខផ្លាកសំណង់12មុខការ៉ាអូខេនគរសម្រិតណាបាទមុខការ៉ាអូខេផ្លាកសំឡង12តែម្ដងបាទទស្សនិកជនបងប្អូនណាមកចង់ជួបគាត់នៅហាងនៅមុខកាទៀវអញ្ចាមផ្លូវហ្នឹងបាទ TVSB តាអញ្ចាមផ្លូវទេបាទអត់ទៅហឺហាកន្លែងណាទេហើយឥឡូវសូមឲ្យក្រុមការងារយកលេខអ្នកឧបត្ថម្ភតិចអ្នកជួយមិញអំបញ្ញមិញនេះខ្ញុំប្រកាសគេម្ដងទៀតមុននឹងបិទការ live បាទលឿនតិចប្រកាសអ្នកដែលជួយគាត់ប្រហែលអ្នកមិញយើងប្រកាសឡើងវិញដើម្បីមុននឹងបិទការផ្សាយបាទគាត់មានចិត្តជួយមានដូចបងពាក់មីអីហ្នឹងយើងត្រូវប្រកាសបាទប្រកាសម្ដងទៀតតើមាននរណាខ្លះលោកអគ្គនាយកមិញនេះលោកពាក់មីគាត់ថាជួយក្រុមការងារ TV Facebook 200000ទុកញ៉ាំកាទៀវអូអរគុណណាស់លោកពាក់មីដែលជាតារាកំ pl ែងប្រចាំនៅទូទស្សន៍ CTN ហើយគាត់តែងតែជួយរហូតដល់តែងតែជួយបាទសូមជួបពីណាបាទជំរាបសួរបងហៅឡូមកលោកអគ្គអូទទួលបងតន់ទទួលបងប្រិមិត្តអរគុណមែនតើទឹកចិត្តបងប្រុសពាក់មីដែលជួយមកក្រុមការងារ TV Facebook យើងខ្ញុំចំនួន200,000បាទអរគុណមែនតើហើយខ្ញុំសវណ្ណរិទ្ធីនិងលោកសវណ្ណសខាដែលជាឪពុកខ្ញុំផ្ទាល់ដែលជាអគ្គនាយកនិងអគ្គនាយករងនេះគឺធ្វើការងាររាល់ថ្ងៃនេះគឺបេះដូងនិងទឹកចិត្តយើងមិនមានអីទេដូចមិញនេះគេជួយខ្ញុំបាទបងស្រីមួយគាត់មកដល់ការិយាល័យខ្ញុំគាត់អាណិតខ្ញុំពេកគាត់ឃើញខ្ញុំអត់តន់ហូបអីហើយឮសូរតែឈឺគាត់បានយកលុយមកឲ្យខ្ញុំ$20ដើម្បីទិញថ្នាំព្យាបាលកាពះតែខ្ញុំឃើញបងស្រីខ្មឹបពិបាកជាងខ្ញុំទៀតខ្ញុំដក60000ឲ្យបាទទឹកចិត្តខ្ញុំទឹកចិត្ត TV Facebook គឺបែបហ្នឹងបាទបើខ្ញុំធូធាជាងនេះខ្ញុំជួយឲ្យលើសហ្នឹងទៀតខ្ញុំបង្កើតអង្គភាពនេះមកដើម្បីជួយរយុទ្ធធរនិងផ្ដល់ការពិតនិងព័ត៌មានពិតបាទប្រិមិត្តអាចឲ្យមកហូបកាទៀវជាមួយខ្ញុំបាននៅបន្តិចទៀតនេះនៅសំណង់12ហើយមានអ្នកណាគេចង់ជួបបងខ្មុំនៅខាងក្រៅអីមកយើងនៅហូបកាទៀវឥឡូវខ្ញុំបានទទួលមើលតែឧបករណ៍យើងផងនេះប្រិមិត្តបាទឧបករណ៍បាទខ្ញុំសូមសោកអរគុណមានមន្ត្រីប៉ូលីសខ្លះហោះនៅឯខណ្ឌដង្កោគាត់ជួយ$20ទៀតហើយឥឡូវគាត់ទៀតគាត់ធ្វើការងារជប់ពិបាកយ៉ាងម៉េចក៏ដោយគាត់ការពារលោកបារាំងបាទគាត់ជួយ$20ទីទៀតគាត់យកលុយមកដល់កន្លែងកាទៀវយើងដែលគាត់និយាយយើងមិញហ្នឹងបាទហ្នឹងឡាយទៀតបាទឥឡូវទស្សនិកជនដើម្បីកុំឲ្យអ្នកនាងគាត់កំពុងតែឃ្លានឥឡូវសុំប្រកាសតិចមកបាទ
គាត់ថាគាត់ស្គាល់មកឯងច្បាស់ហើយចាប់បានគាត់សុំឯងគាត់ជួយឧបត្ថម្ភដល់នេះនៅក្នុងបាទឥឡូវលោកសវណ្ណរិទ្ធីអានខ្ញុំភ្នែកក៏បាក់ដែរប្រិមិត្តបាទបែនតាក៏បាក់បាទអានតិចអ្នកឲ្យអ្នកនាងធាគាត់អានបាទអានធាគាត់ភ្នែកល្អជាងខ្ញុំនឹងលោកឪពុកខ្ញុំនិយាយត្រង់ហ្មងគឺភ្នែកដូចគ្នាចាឥឡូវទស្សនិកជនដោយសារតែទឹកចិត្តខ្មែរចេះជួយខ្មែរហើយ TVFB តែងតែធ្វើការផ្សព្វផ្សាយនៅពេលដែលបងដូចជាខាងបងខ្មឹបក៏ដូចជាផ្សេងទៀតដែលមានបញ្ហាកន្លងមកឥឡូវនេះឃើញថាអ្នកគ្រប់គ្រង TVFB យើងដោយសារគាត់កំពុងមើលការ live TVFB គាត់បានជួយឧបត្ថម្ភគឺលោកពាក់មីចាតារាកំ pl ែងនៅ CTN ហ្នឹងគាត់ជួយឧបត្ថម្ភបង$100ហើយជួយក្រុមការងារយើងចាហើយក្នុងនោះដែរគឺ$20,000ថែមពីលើទៀតសម្រាប់ក្រុមការងារ TVFB សម្រាប់ញ៉ាំបាយញ៉ាំកាទៀវអីចឹងទៅចាហើយលោកជាសុផារីគាត់ជួយ$10ថ្ងៃស្អែកនេះគាត់នឹងតាក់ទងមកចាហើយបងប្រុសនឹងភរិយាគាត់បានបញ្ជាក់ឈ្មោះទេគាត់គ្រាន់តែគាត់នៅអូស្ត្រាលីគាត់ជួយបង$30នៅថ្ងៃស្អែកគាត់ផ្ញើមកចាហើយមួយទៀតបងអូនប្រុសសគុណធេរាយុគាត់គឺជាតារាចម្រៀងចាគាត់បានចានៅផលិតកម្មថោនគាត់ជួយទៅបងខ្មឹប$50នៅថ្ងៃស្អែកពេលដែលគាត់ងើបពីគេងរៀងថ្ងៃទីគាត់នឹងមកដល់ TVFB តែម្ដងចាហើយអ្នកនាងទូចស្រីលក្ខគាត់គឺជាតារាសម្ដែងបែបប្រជាប្រិយភាពដែរអ្នកនាងបានជួយឧបត្ថម្ភបងគឺ$100ចាកូនស្រីចាហើយសម្រាប់មួយទៀតគឺបងប្រុសម្នាក់នៅផលិតកម្ម BKS ជួយឧបត្ថម្ភ$50ទៅបងខ្មឹបហើយមួយទៀតគឺធ្វើការនៅប៉ុស្តិ៍បាយ័នគាត់ជួយ$20,000រៀលដែរបងសាលចានៅប៉ុស្តិ៍បាយ័នកូនអ្នកស្រីសួនចន្ទថា$20$20មិនមែន20ស្រីសួនចន្ទថា$20អញ្ចឹងគាត់ជួយ$20ចាមានបងប្រុសមួយអត់ទេបងសាលគឺ$20,000ហើយបងសាលនៅបាយ័នប៉ុន្តែកូនប្រុសរបស់អ្នកស្រីសួនចន្ទថាគាត់ជួយ$20ដែរអូអញ្ចឹងបាទគាត់មិនហ្នឹងបាទប្រិមិត្តអ្វីដែលយើងកត់នេះគ្រាន់តែជាអ្នកដែលគាត់ទូរស័ព្ទមកទេលុយអត់ទាន់មកដល់ទេបាទហើយអ្វីដែលសំខាន់ខ្ញុំនៅតែនិយាយចំណុចដដែលថាគួរតែកែទម្លាប់ទៅណាបងប្អូនប្រជាពលរដ្ឋខ្មែរយើងមួយចំនួនអើយណាហេតុអីមិននាំគ្នាជួយណាអ្នកទស្សនានេះមិនក្រោមពី100000នាក់ទេហេតុអីមិននាំគ្នាជួយបើគាត់ដឹងខុសហើយគាត់កំពុងតែមានទុកទោសហើយតែជេរគាត់ឬក៏បន្តិចគាត់បានអីមកវិញបើអ្នកទាំងអស់គ្នាដែលកំពុងតែទស្សនា10000អ្នកជាងនេះនាំគ្នាជួយគាត់តែម្នាក់1000រៀល2000រៀល$1ក្តីបាទក៏គាត់អាចធូរធារនិងមានជីវភាពប្រសើរជាងនេះដែរនៅលើពិភពលោកយើងនេះអ្នកណាគេមិនចេះខុសសូម្បីតែខ្ញុំសវណ្ណរិទ្ធីដែលកាន់មេក្រូនេះក៏ចេះខុសឪពុកខ្ញុំសវណ្ណសុខាក៏ចេះខុសអ្នកណាគេក៏ចេះខុសដែរប៉ុន្តែសំខាន់ណាស់ឲ្យតែខុសចេះកែមនុស្សដែលខុសហើយចេះកែគឺល្អជាងមនុស្សដែលមិនធ្លាប់ខុសផងប្រិមិត្តខ្ញុំសុំហើយសុំទៀតហេតុអីគាត់មិនដែលបញ្ចេញមុខទេបាត់ពីសិល្បៈប្រហែលឆ្នាំហើយបងចា76ឆ្នាំគាត់បាត់មុខពីសិល្បៈនេះរយៈពេល6ឆ្នាំហើយគាត់ទើបតែដាច់ចិត្តមកចេញមុខឲ្យប្រិមិត្តបានឃើញនៅតាម TV Facebook ដោយសារតែកូនត្រូវបានជាប់ពន្ធនាគារជាប់ពន្ធនាគារនេះអាចជាប់ពន្ធនាគាររហូតដល់មួយជីវិតទៀតហើយគាត់មានសុំសំណូមពរឲ្យតុលាការកុំឲ្យដាក់គុកកូនគាត់ឯណាគាត់គ្រាន់តែសុំបធូបថយខ្លះបានក៏បធូទៅព្រោះអីគ្នានៅក្មេងហើយការដែលគ្នាស្លាប់នេះគឺដោយស្លាប់ដោយសារតែគ្នាប្រើប្រាស់នៅថ្នាំញៀនប្រិមិត្តហេតុអីមិនយល់ចំណុចហ្នឹងនៅតែនាំគ្នាយល់ខុសអញ្ចឹងអ្នកណាមិនចេះខុសសម្រាប់មនុស្សគឺសម្រាប់មនុស្សច្បាប់គឺច្បាប់ហើយប៉ុន្តែអ្នកណាគេវាគួរតែយោគយល់ឲ្យគ្នាខ្លះបាទអរគុណប្រិមិត្តសម្រាប់ការទស្សនានិងការតាមដានអ្នកនាងសូមប្រកាសលេខវិញគេសូមលេខច្រើនណាលេខខ្ញុំប្រិមិត្តបាទលេខខ្ញុំ092 43ដើម167លេខលោកអគ្គនាយក077 311 006បាទហើយលេខអ្នកនាងខ្មឹបយើងទុកហើយលេខអ្នកនាងខ្មឹបខ្ញុំទុកសិនទុកបន្តទៀតឥឡូវខ្ញុំទទួលដើម្បីឲ្យអ្នកនាងបានលុយឲ្យច្រើនកាន់តែច្រើនខ្ញុំអរមែនតើឥឡូវខ្ញុំក៏អស់លុយដែរបាទឥឡូវនេះឥឡូវអ្នកនាងរីណាប្រកាសថាអ្នកជួយយើងកុំឲ្យនេះឥឡូវអ្នកនាងខ្មឹបនេះទូរស័ព្ទអត់មានទេអត់មានទូរស័ព្ទមែនតែប៉ុន្តែឥឡូវនេះអ្នកនាងខ្ញុំ
តារាកំ pl ជាមួយនេះពាក់មីក៏ជួយបង50ជួយក្រុមការងារ TVFB $50ដើម្បីញ៉ាំបាយញ៉ាំកាទៀវអីចឹងទៅខ្ញុំទៀតហ្នឹងក៏ជួយយើង50រៀលទៀតអូយអរគុណណាបងអរគុណមែនតើចិត្តឥឡូវលេខប្រកាសលេខកតុយ72នេះគាត់ជួយ$30ស្អែកបានដាក់មកឲ្យគាត់ឲ្យបញ្ចេញឈ្មោះបាទអត់គាត់ផ្ញើស្អែកហ្នឹងចាហើយសម្រាប់តារាកិត្តិយសទាំងអស់ដោយលោកសុគន្ធធរយុនេះខ្ញុំដឹងថាគាត់កំពុងតែទស្សនាហើយអ្នកនាងទូចស្រីលក្ខក៏កំពុងតែទស្សនាដែរអញ្ចឹងថ្ងៃស្អែកអាចមក TVFB បានដោយសារតែបងខ្មឹបគាត់នៅ TVFB ចាគាត់នៅ TVFB រហូតដោយសារតែគាត់មកពីខេត្តមកគឺបាត់ដៃទៅទេតែម្ដងមានតែលុយ50000លុយខ្មែរបើនិយាយទៅជិះឡានមកដល់នេះអត់បាយទៅទៀតអត់ទាន់ញ៉ាំបាយទៅទៀតចេះលោកអគ្គនាយកដោយសារតែយើងឃើញប្រិមិត្តមួយចំនួនក៏ចង់ឲ្យយើងសភាហុងដាមែនទេដោយសារតែមួយរយៈនេះយើងសភាជិតមួយអាទិត្យអីនៅតែចង់សភាបើមានឱកាសខ្ញុំឲ្យបងហុងដានិងបងខ្មឹបអង្គុយក្បែរគ្នាបាទស្អែកនេះបើសិនជាមានឱកាសខ្ញុំនឹងហៅបងហុងដាយើងសួរបងហុងដាសិនបើបងខ្មឹបនៅគាត់នៅការិយាល័យយើងតែបើបងហុងដាចាំមើលយើងអាចជួបគាត់ឲ្យគាត់ជួបគ្នាបានអត់តែមនុស្សចេតនាប្តីប្រពន្ធវាមិនអាចអីណាដល់ថ្នាក់ជួបមុខគ្នាមិនបានទេខ្ញុំជឿជាក់ថាជាសត្រូវសួរបាទវាមិនជឿបន្តិចតាំងពីបែកគ្នាមកបងដែរជួបលោកហុងដាទេដែលធ្លាប់មានតំណាក់តំណងរបៀបថាងសួរកូនសុខសប្បាយអីដែរចាសួរគាត់តើខ្ញុំគាត់នៅរាប់អានបងដែរចាគាត់នៅទៅហៅខ្ញុំគាត់នៅទៅហៅខ្ញុំអូនអញ្ចឹងហើយខ្ញុំគាត់នៅហៅគាត់បងអូនធម្មតាហើយយើងនៅបើថាយើងបែកបាក់គ្នាជាប្តីជាប្រពន្ធហើយយើងរាប់អានគ្នាជាបងជាប្អូននៅតែទៅបងអូនហើយសួរសុខទុក្ខកូនធម្មតាបាទនេះជាការបញ្ជាក់ឲ្យប្រិមិត្តបាទបងមើលគាត់បញ្ជាក់ឲ្យចឹងស្អែកអាចជួបបានស្អែកខ្ញុំនឹងហៅបងហុងដាមកការិយាល័យយើងបាទដើម្បីធ្វើការសម្ភាសឲ្យប្រិមិត្តបានយល់ច្បាស់គាត់បញ្ចប់ការតោះយើងទៅហូបបាយហូបហើយចាំយើងជួយលុយជួយនេះគឺលុយក្រុមការងារក្រុម TV Facebook បាទសវណ្ណរិទ្ធីខាងទស្សនិកជនគាត់ជួយមកលោកសវណ្ណរិទ្ធីលោកសវណ្ណរិទ្ធីជួយតមកខ្មឹបហើយលោកអគ្គនាយកមាន30000លុយខ្មែរហើយនេះខ្ញុំមានតែ$5នេះទេ$5នេះទុកញ៉ាំមិនស្អីទៅដែរឡើងអស់ហើយជូនគាត់ដោយសារឃើញគាត់ពិបាក TV Facebook យើងមួយថ្ងៃល្បីប៉ុន្តែគ្មានអីទេឃើញនោះគឺ$30 30000ទេប៉ុន្តែតួលេខលុយគឺនៅក្នុងกระดาษនេះហើយស្អែកនេះទស្សនិកជនទាំងអស់គាត់នឹងមកដល់ TVFB ដើម្បីជួយឧបត្ថម្ភទៅបងបន្តទៀតជាពិសេសហ្នឹងគឺគេឃើញបងមានទុកលំបាកដើម្បីបានជាសហគមន៍ខ្លះឲ្យបងប្រកបអាជីវកម្មចង់ធ្វើអីអញ្ចឹងហើយតើនេះខ្ញុំសូមសំណូមពរទៅដល់គ្រប់ផលិតកម្មបើសិនជាអាចតកតងបងស្រីវិញតងទៅបងស្រីខ្មឹបដើម្បីមកដើរតួរឿងអីផ្សេងឬក៏តួអីបន្តទៀតអញ្ចឹងណាបាទបងស្រីបញ្ជាក់តិចមើលអាយុប៉ុន្មានឆ្នាំនេះចាខ្ញុំឆ្នាំហ្នឹង37ហើយ37ឆ្នាំហើយបងណាបាទនៅស្អាតដែរមានតនេះណាថែរក្សាសម្រស់វិញស្អាតវិញលើហ្នឹងបាទប្រិមិត្តយើងបញ្ចប់ការ live នាំបងទៅហូបកាទៀវតោះបងបាទ